มันមានអ្នកណាអស្ចារ្យជាងម្ដាយឪពុករបស់យើងទេក្នុងលោកនេះទំហំនៃសេចក្តីស្រឡាញ់របស់ម្ដាយឪពុករបស់យើងក្មួយពិចារណាមើលណាក្មួយពិចារណាមើលហើយរឿងអីដែលយើងទាំងអស់គ្នាម្ដាយឪពុករបស់យើងគ្រាន់តែទូមានព្រានបដៅពាក្យសម្ដីតិចតួចទោះបីគាត់ជេរគាត់ស្ដីគាត់ថាពាក្យពីរោះមិនពីរោះក៏យើងមិនគួរគាត់បីតពាក្យសម្ដីអសុរោះទៅកាន់ម្ដាយឪពុករបស់យើងវិញដែរហើយកូនខ្លះមិនត្រឹមតែគាត់រៀបរាប់មកណាម្ដាយឪពុកខ្លះគាត់រៀបរាប់មកថាពេលខ្លះវាមិនមែនត្រឹមតែប្រើសម្ដីអសុរោះមកកាន់ខ្ញុំកណាទេពេលខ្លះណាវាហ៊ានវាយតប់ខ្ញុំកណាទៅទៀតបន្ទុះសារាយនឹងខ្ញុំកណាទៅទៀតអាត្មាគ្រាន់តែលឺសូរចឹងក្មួយហើយសង្វេគណាពិចារណាមើលយើងនៅក្នុងផ្ទៃគាត់9ខែជាង7ឆ្នាំប្រសូតយើងមកហូរឈាមទាំងធ្លុកក្មួយហើយតម្រាំតែប្រសូតយើងឃើញពលឺថ្ងៃចិញ្ចឹម3បាច់ថែរក្សាយើងតាំងពីក្មេងក៏ហមលញ័ររហូតដល់ប៉ុណ្ណេះហើយយើងបែរជាបន្ទុះសារាយប្រើពាក្យសម្ដីកាយវិការមិនសមរម្យរហូតដល់វាដំតបធាក់គាត់ទៅទៀតយើងពិចារណាណាគូសង្វេគមានសតិភ្ញាក់រលឹកនឹកឃើញដឹងខ្លួនយើងឡើងវិញទាំងអស់គ្នាក្មួយហើយលះបង់អបាយមុខស្រីស្រាបៀបនថ្នាំញៀនលបែងពីលីអាវ៉ាសាយដែលសង្គមគេស្អប់ខ្ពើមនឹងយើងលះបង់ចោលគិតគូពេលវេលាបើវ័យយើងកំពុងរៀនយើងខំប្រឹងរៀនបើវ័យយើងកំពុងតែធ្វើការចិញ្ចឹមជីវិតយើងប្រឹងធ្វើការបើវ័យយើងកំពុងតែមានប្តីមានប្រពន្ធក៏បីមើលគ្រួសារប្តីប្រពន្ធយើងឲ្យល្អហើយគោរពប្រតិបត្តិចំពោះម្ដាយពុករបស់យើងក្មួយហ្នឹងរឿងអង្គលីមាននេះរឿងមួយដែលកូនចៅទាំងអស់កូនក្មួយទាំងអស់ក៏បីពិចារណាថាគាត់យកជីវិតរបស់គាត់សុខចិត្តណាដើម្បីឲ្យកូនរបស់គាត់រស់គាត់សុខចិត្តស្លាប់អស្ចារ្យណាស់មានរឿងច្រើនទៀតឧបមាដូចជារឿងនឹងព្រះមហាមោគលានកាលពីអតីតជាតិស្ដាប់តាមប្រពន្ធលោកគ្រូលើកអតីតជាតិរបស់លោកអតីតជាតិលោកស្ដាប់តាមប្រពន្ធយកម៉ែឲ្យទៅសម្លាប់ចោលរឿងវែងប៉ុន្តែលោកគ្រូលើកខ្លីបន្តិចដើម្បីឲ្យក្មួយរៀនពិចារណាពីទំហំទឹកចិត្តរបស់ម្ដាយឪពុកស្ដាប់តាមប្រពន្ធញុះឲ្យយកម្ដាយឪពុកហ្នឹងទៅសម្លាប់ចោលពីព្រោះធម្មតាក្មួយប្រពន្ធយើងអ្នកខ្លះទៅក៏ចិត្តមិនតង់ជាមួយម្ដាយឪពុករបស់យើងអីព្រោះគេមិនមែនម្ដាយឪពុកគេបង្កើតម្លោះហើយគេខ្ជិលនឹងបំរើគុកអាចច្បាច់នោមថែរក្សាម្ដាយឪពុកយើងចាស់ព្រះមហាមោគលានមិនមែនជាតិជាប្រមោគលានហ្នឹងឯងអតីតជាតិរបស់ព្រះអង្គណាកាលអតីតជាតិមុនមកបានបួសជាប្រមោគលានហ្នឹងកាត់សេចក្តីនៃរូតមកក្មួយដាក់ម្ដាយឪពុកដល់ពាក់កណ្ដាលព្រៃហ្នឹងក៏ចុះពីលើអាទេសបញ្ចេញសម្លេងធ្វើខ្លួនឯងហ្នឹងដូចជាចោលប្លន់ហើយគាត់ល្ងិតម្ដាយឪពុកចាស់គាត់មើលឃើញធ្វើសម្លេងដូចជាសែកគម្រាមគាត់ដូចជាសែកគម្រាមកូននៅនឹងអាទេសហ្នឹងទាំងអស់គ្នាហ្នឹងដល់គាត់ឮសម្លេងពេលគាត់មើលឃើញឮសម្លេងប្លែកដឹងថាចោលអញ្ចឹងទៅក៏ស្រែកប្រាប់កូនស្រែកប្រាប់កូនចោលប្លន់ហើយកូនរត់កិច្ចខ្លួនឲ្យរួចចោះកូនរត់កិច្ចចោះកូនមានកម្លាំងកូនរត់ចោះកុំយកម៉ែទៅអីកូនរត់ចោះឮសូរសម្លេងប្លែកដឹងថាជាចោលអញ្ចឹងផ្ដាំប្រាប់កូនឲ្យកូនរត់រីឯកូននេះកាន់តបងចុះគេត្រៀមឲ្យអស់ហើយនោះវាយម្ដាយមកតបងឪពុកមកតបងអ្វីដែលអស់ចាយជាងនឹងទៀតក្មួយពេលដែលយាយតាចាស់ភ្នែកងងឹតមើលអត់ឃើញហ្នឹងគាត់ទៅម្នាក់មកតបងហើយកូនខ្លួនឯងវាយគាត់អត់ដឹងថាកូនវាយទេស្មានតែចោលវាយក្រោយពីទៅម្នាក់មកតបងហើយគាត់ស្រែកឡើងទៀតថាកូនចោលវាយម៉ែហើយកូនចោលវាយឪហើយកូនរត់ទៅកូនរត់ចោះហ្នឹងចោលវាយម៉ែហើយចោលវាយឪហើយកូនរត់ចោះកូនអស្ចារ្យណាស់ក្មួយពិចារណាមើលទោះបីជាឈាមហូរមកតាមមាត់ហើយក៏នៅតែស្រែកផ្ដាំកូនឲ្យកូនរត់អស្ចារ្យណាស់ដល់លឺសូរអញ្ចឹងតម្លាក់ដបងចុះឲ្យធ្វើសម្លេងស្រែកហាក់បីដូចជាប្រប្រាស់ធ្វើសម្លេងព្រុសប្រាស់ឲ្យស្រែកដេញដូចហាក់ដូចខ្លួនឯងនឹងដេញចោលរត់អស់អញ្ចឹងហើយក៏មកអោបម្ដាយអោបឪពុកព្រោះវាស្លុតចាក់ពេកក្មួយព្រោះស្លុតចាក់ពេកម៉ែឪសូម្បីតែត្រូវម្នាក់មកដបងហូរឈាមតាមមាត់ហើយក៏នៅតែស្រែកផ្ដាំកូនឲ្យកូនរត់ក៏លែងចង់សម្លាប់ម្ដាយឪពុកដាក់ម្ដាយឪពុកត្រឡប់មកផ្ទះវិញប៉ុន្តែគាត់ចាស់ហើយត្រូវម្នាក់មកដបងគាត់ក្រំក្នុងមានអីរស់ក្មួយចឹងបានប្រហែលថ្ងៃក៏ស្លាប់ទៅហើយកម្មយ៉ាងម៉េចពេលមកជាប្រមោគលានហ្នឹងទៅចោលតែ500កាប់ខ្ទេចយ៉ាងម៉េចក៏លោកគ្រូមិនបាច់រៀបរាប់ពីកម្មមកទៀតទេក្រំមកជាតិក្រោយមកត្រូវគេសម្លាប់រាប់ជាតិមកហើយតម្រាំតែមកដល់ជាតិជាប្រមោគលានហ្នឹងគឺត្រូវគេកាប់គេសម្លាប់រាប់ជាតិមកហើយគេវាយគេសម្លាប់រាប់ជាតិមកហើយអ្វីដែលលោកគ្រូលើកឡើងត្រង់ចំណុចបន្តិចប៉ុណ្ណឹងក៏ជាកតិសម្រាប់ក្មួយពិចារណាពីទំហំនៃសេចក្តីស្រឡាញ់របស់ម្ដាយពុករបស់យើងណាក្មួយថាអស្ចារ្យណាស់គ្មានអ្នកណាអស្ចារ្យជាម្ដាយពុករបស់យើងទេណាយាយសម្ពុតប៉ះតាខោដាច់ហ្នឹងហើយដែលជាមនុស្សដ៏អស្ចារ្យសម្រាប់យើងគ្រប់គ្នាជាកូនចៅប្រុសស្រីណាលោកទ្រាំក្តៅដើម្បីយើងបានតិចទ្រាំនឿយហត់ដើម្បីយើងសំណុកទ្រាំកើតទុកដើម្បីយើងបានសប្បាយទ្រាំស្រេកឃ្លានកាយនេះយ៉ាងណាក៏ដោយចំណីអាហារឆ្ងាញ់តិចតួចវិចខ្ចប់ពីទីចិត្តឆ្ងាយមកផ្ញើយើងគ្រប់ពេលគ្រប់វេលាចឹងយើងក៏បីពិចារណាអំពីទំហំទឹកចិត្តរបស់ម្ដាយពុករបស់យើងណាក្មួយក៏បីពិចារណាត្រេះរិះឡើងវិញណាថាក្នុងលោកនេះគ្មានអ្នកណាអស្ចារ្យជាម្ដាយពុករបស់យើងទេចឹងតន់គាត់នៅក្បែរខ្លួនយើងក្មួយណាបងប្អូនកូនក្មួយទាំងអស់យើងក៏បីប្រតិបត្តិតម្លៃនៃការគោរពគុណចំពោះម្ដាយពុកយើងដោយល្អទាំងអស់គ្នាហើយការគោរពផ្ដល់តម្លៃចំពោះម្ដាយពុករបស់យើងនេះគឺការស្ដាប់ដំបូន្មានរបស់គាត់នឹងឯងទី1សំខាន់ណាស់គឺការប្រតិបត្តិតាមដំបូន្មានរបស់គាត់នឹងគាត់ស្ដីគាត់ថាឯងតិចតួចអត់ធ្មត់ណារៀនពិចារណាហើយកាលណាយើងអត់ធ្មត់បានចំពោះម្ដាយពុករបស់យើងបានពេលដែលយើងមានប្រពន្ធមានកូនទៅកូនរបស់យើងនឹងប្រតិបត្តិតាមយើងចឹងដែរក្មួយណាកូនរបស់យើងនឹងប្រតិបត្តិតាមយើងចឹងដែរ
ចឹងក្មួយកូនក្មួយទាំងអស់គ្នាក៏បីពិចារណាឡើងវិញណាទោះបីយើងធ្លាប់ដើរខុសចំពោះម្ដាយឪពុកយ៉ាងណាពីមុនមកតែដោយថ្មលើកឡើងចឹងទោះបីយើងទៅជាស្អីក៏គាត់ស្រឡាញ់យើងស្មើជីវិតរបស់គាត់ដូចគ្នាដដែលយើងខុសយើងទៅជាបុគ្គលយ៉ាងណាក៏ម្ដាយឪពុកស្រឡាញ់ថ្នាក់ថ្នមយើងពេញបេះដូងរបស់គាត់ដដែលដូចថ្មលើកជាឧទាហរណ៍រឿងខ្លីៗពីររឿងខាងដើមមិញហ្នឹងឲ្យក្មួយរៀនពិចារណាទាំងអស់គ្នាចឹងយើងក៏បីប្រតិបត្តិថែរក្សាម្ដាយឪពុករបស់យើងដើរតាមកន្លងណាដែលគាត់ស្ដីបដៅទូមានយ៉ាងណាយើងប្រតិបត្តិតាមការទូមានរបស់គាត់ឲ្យបានល្អគ្រប់គ្នាកុំឲ្យមានវិបត្តិសារីក្នុងជីវិតទាំងអស់គ្នាណាក្មួយណានឹងអាត្មាសូមអរគុណនិងអរគុណណាស់សំខាន់ថាក្មួយនឹងមានការកែប្រែឡើងវិញសម្រាប់សង្គមគ្រួសារយើងសម្រាប់ម្ដាយឪពុករបស់យើងសម្រាប់សង្គមជាតិយើងទាំងអស់គ្នាណាក្មួយណានឹងយើងធ្វើដើម្បីគ្រួសារយើងដើម្បីសង្គមជាតិយើងទាំងអស់គ្នាកាលណាក្មួយប្រតិបត្តិចំពោះម្ដាយឪពុករបស់យើងល្អក្មួយថែរក្សាគ្រួសាររបស់ក្មួយបានល្អណាក្មួយមិនបង្កអស្ថិរភាពចំពោះគ្រួសារនឹងឈ្មោះថាក្មួយចូលរួមអភិវឌ្ឍជាតិរបស់យើងមួយចំណែកធំហើយនឹងមិនចាំបាច់យើងមានលទ្ធភាពតកសាងសាលារៀនផ្លូវថ្នល់អីទេគ្រាន់តែយើងផ្ដល់សេចក្តីសុខឲ្យគ្រួសារផ្ដល់សេចក្តីសុខឲ្យមនុស្សក្នុងសង្គមសង្គមក្បែរខ្លួនយើងនឹងឲ្យគេបានសេចក្តីសុខដោយសារយើងនឹងឈ្មោះថាយើងចូលរួមជួយជាតិយើងច្រើនណាស់នឹងធំធេងណាស់ចឹងក្មួយក៏បីគិតពិចារណាឡើងវិញទាំងអស់គ្នាណាសូមសុខចម្រើនទាំងអស់គ្នាប្រែងដើម្បីគ្រួសារនិងសង្គមជាតិយើងទាំងអស់គ្នាសូមអរគុណ